ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមករៀនធ្វើជីជូលីនស៊ីជាមួយនឹងខ្ញុំទាំងអស់គ្នាចាវិធីធ្វើគឺយើងមានដបទឹកសុទ្ធមួយចំណុះ1លីត្រកន្លះចំនួន2ដបហើយដាក់ទឹកកំឲ្យពេញដើម្បីងាយស្រួលក្នុងការក្រឡុកចំពោះទឹកគឺខ្ញុំយកទឹកពីអាងចិញ្ចឹមត្រីយកមកធ្វើចារបៀបធ្វើគឺមានពងមាន់ឬក៏ពងទាចំនួន1គ្រាប់ហើយគោះដាក់ចានបន្ទាប់ពីគោះដាក់ចានហើយបងប្អូនដាក់ប៊ីចេងចំនួន1ស្លាបព្រាប៊ីចេង1ស្លាបព្រាទឹកត្រី1ស្លាបព្រាបើបងប្អូនមានកពីដាក់បន្តិចចូលទៅចាបន្ទាប់មកគឺចាប់ផ្ដើមកូរវាឲ្យល្បាយទាំង3ទាំង4មុខហ្នឹងគឺចូលគ្នាចាចូលគ្នាដូចនេះហើយចាប់ផ្ដើមយកទៅដាក់ក្នុងដបអញ្ចឹងបងប្អូនលៃទៅពងមាន់1គ្រាប់ហ្នឹងគឺដាក់ចំនួន2ដបហ្នឹងចាខ្ញុំដាក់ទាំង2ដបបន្ទាប់ពីយើងដាក់ទឹកពងមាន់ដែលល្បាយដែលយើងលាយចូលគ្នាហើយរួចហើយគឺចាប់ផ្ដើមកន្លុកបងប្អូនចាប់ផ្ដើមកន្លុកអញ្ចឹងបងប្អូនកន្លុកក្នុងមួយថ្ងៃគឺកន្លុកម្ដងហើយយកដបដែលបានដាក់ហ្នឹងគឺយកទៅហាលថ្ងៃដែលមានកម្ដៅល្អហើយចាប់ដើមកន្លុកមួយថ្ងៃម្ដងបើបងប្អូនមានអាជីសង្គ្រោះពលឺនឹងស្រាប់បងប្អូនអាចដាក់លាយចូលគ្នាដើម្បីងាយស្រួលវាឆាប់កាច់ប៉ុន្តែបើបងប្អូនអត់មានទេមិនបាច់ដាក់ក៏បានដែរគឺកន្លុករបៀបនេះជារៀងរាល់ថ្ងៃទៅរយៈពេល1ខែគឺវាឡើងក្រហមដូចដបនៅចិត្តនឹងហើយឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបប្រើគឺទឹកជូលីនស៊ីចំនួន1ស្លាបព្រាបាយទឹកធម្មតាចំនួន10លីត្រ